វិធីសាស្ត្រគ្រប់គ្រងអារម្មណ៍ប្រសិនបើអ្នកមិនអាចគ្រប់គ្រងអារម្មណ៍បានទេវានឹងក្លាយជាអ្នកបញ្ជាជីវិតរបស់អ្នកឲ្យដើរផ្លូវខុសនេះជាវិធីសាស្ត្រដើម្បីឲ្យអ្នកក្លាយជាម្ចាស់លើជីវិតខ្លួនឯងរៀនសង្កេតនិងស្គាល់ឈ្មោះអារម្មណ៍នៅពេលដែលមានរឿងអ្វីមួយកើតឡើងសូមឈប់មួយភ្លែតសួរខ្លួនឯងថាតើឥឡូវនេះខ្ញុំកំពុងមានអារម្មណ៍អ្វីខឹងច្រណែនឬតូចចិត្តការដាក់ឈ្មោះឲ្យអារម្មណ៍នឹងកាត់បន្ថយឥទ្ធិពលរបស់វាចេញពីខួរក្បាលរបស់អ្នកមនុស្សភាគច្រើនពេលមានបញ្ហាឬអ្វីមួយកើតឡើងភ្លាមពួកគេតែងតែឆ្លើយតបដោយអារម្មណ៍មិនមែនជាការគិតឡើយពេលខឹងគេចាប់ផ្ដើមនិយាយពាក្យអាក្រក់ពេលតូចចិត្តគេចាប់ផ្ដើមគិតអវិជ្ជមានពេលខ្លាចគេចាប់ផ្ដើមសង្ស័យខ្លួនឯងប៉ុន្តែបញ្ហាគឺមនុស្សភាគច្រើនមិនសូវដឹងខ្លួនកំពុងមានអារម្មណ៍អ្វីពិតប្រាកដទេជំហានដំបូងនៃការគ្រប់គ្រងអារម្មណ៍គឺការចូលដឹងពីអារម្មណ៍របស់ខ្លួនឯងនៅពេលដែលមានរឿងអ្វីមួយកើតឡើងចូលឈប់មួយភ្លែតសួរខ្លួនឯងថាតើឥឡូវនេះខ្ញុំកំពុងមានអារម្មណ៍អ្វីខឹងច្រណែនឬតូចចិត្តការដាក់ឈ្មោះឲ្យអារម្មណ៍គឺការបើកពន្លឺរបស់ចិត្តពេលដែលដឹងថាអារម្មណ៍អ្វីកំពុងកើតឡើងអ្នកនឹងចាប់ផ្ដើមយល់ថាតើហេតុអ្វីវាកើតឡើងនិងតើត្រូវដោះស្រាយវាយ៉ាងដូចម្តេចឧទាហរណ៍បើអ្នកនិយាយថាខ្ញុំខឹងខ្លាំងណាស់នោះអ្នកកំពុងស្គាល់អារម្មណ៍របស់ខ្លួនឯងពេលអ្នកស្គាល់វាកាន់តែច្បាស់អ្នកអាចគិតថាតើគួរនិយាយទាំងខឹងឬរងចាំបន្តិចចាំឆ្លើយតបប៉ុន្តែពេលអ្នកមិនស្គាល់ខ្លួនឯងខឹងអ្នកអាចនិយាយអ្វីមួយដែលធ្វើឲ្យខ្លួនឯងស្ដាយក្រោយអ្នកជោគជ័យជាច្រើនមិនមែនជាមនុស្សដែលមិនមានអារម្មណ៍ទេប៉ុន្តែពួកគេជាមនុស្សដែលដឹងពីអារម្មណ៍របស់ខ្លួនឯងនិងអាចគ្រប់គ្រងវាបានដូច្នេះឬសង្កេតខ្លួនឯងជារៀងរាល់ថ្ងៃនៅពេលមានអារម្មណ៍ខឹងខ្លាំងកើតឡើងកុំប្រញាប់ធ្វើសកម្មភាពភ្លាមចូលឈប់មួយភ្លែតដកដង្ហើមវែងហើយសួរខ្លួនឯងថាតើឥឡូវនេះខ្ញុំកំពុងមានអារម្មណ៍អ្វីសំណួរខ្លីមួយនេះអាចគ្រប់គ្រងអារម្មណ៍របស់អ្នកជាងអ្វីដែលអ្នកគិតពេលអ្នកស្គាល់អារម្មណ៍របស់ខ្លួនឯងអ្នកកំពុងក្លាយជាម្ចាស់លើចិត្តនិងជីវិតរបស់ខ្លួនឯងហើយរៀនសង្កេតពីអារម្មណ៍ជីវិតរបស់មនុស្សយើងមិនអាចគេចផុតពីអារម្មណ៍បានទេរាល់ថ្ងៃយើងជួបប្រទះអារម្មណ៍ជាច្រើនអាចជាការរីករាយការខឹងការខកចិត្តការភ័យខ្លាចការច្រណែនការតូចចិត្តអារម្មណ៍ទាំងអស់នេះជាផ្នែកនៃជីវិតរបស់មនុស្សយើងតែបញ្ហាមិនមែនស្ថិតនៅលើការមានអារម្មណ៍ទេបញ្ហាស្ថិតនៅលើការមិនស្គាល់និងមិនដឹងពីអារម្មណ៍របស់ខ្លួនឯងមនុស្សភាគច្រើននៅពេលមានអារម្មណ៍មិនល្អពួកគេចូលចិត្តធ្វើសកម្មភាពភ្លាមទាំងមិនទាន់បានគិតពេលខឹងពួកគេចាប់ផ្ដើមនិយាយពាក្យដែលប៉ះពាល់ដល់អ្នកដទៃពេលខកចិត្តពួកគេចាប់ផ្ដើមគិតថាខ្លួនឯងគ្មានតម្លៃពេលភ័យខ្លាចពួកគេចាប់ផ្ដើមជៀសវាងឱកាសល្អក្នុងជីវិតដូច្នេះជំហានដំបូងក្នុងការគ្រប់គ្រងអារម្មណ៍គឺការរៀនសង្កេតនិងស្គាល់ឈ្មោះរបស់អារម្មណ៍ខ្លួនឯងនៅពេលមានអ្វីមួយកើតឡើងចូលឈប់មួយភ្លែតហើយផ្ដល់ពេលវេលាឲ្យខ្លួនឯងគិតនិងសួរខ្លួនឯងថាតើខ្ញុំកំពុងមានអារម្មណ៍អ្វីតើអារម្មណ៍នេះកើតឡើងពីអ្វីតើវាកំពុងប៉ះពាល់ដល់ការគិតនិងសកម្មភាពរបស់ខ្ញុំយ៉ាងដូចម្តេចការដាក់ឈ្មោះអារម្មណ៍វាជារឿងសាមញ្ញមួយតែវាមានអំណាចខ្លាំងណាស់នៅពេលដែលអ្នកនិយាយថាខ្ញុំកំពុងខឹងខ្ញុំកំពុងអន់ចិត្តអ្នកកំពុងបំបែកខ្លួនឯងចេញពីអារម្មណ៍នេះបន្តិចវាធ្វើឲ្យអ្នកចាប់ផ្ដើមគិតដោយចិត្តត្រជាក់ជាងមុនអ្នកអាចនឹកស្រមៃថាអារម្មណ៍របស់អ្នកប្រៀបដូចជាពពកនៅលើមេឃពពកតែងតែអណ្ដែតទៅមកប៉ុន្តែមេឃនៅតែដដែលដូចគ្នានឹងអារម្មណ៍របស់យើងដែរអារម្មណ៍អាចកើតឡើងនិងបាត់ទៅវិញប៉ុន្តែវាមិនមែនជាជីវិតរបស់អ្នកទាំងមូលទេឧទាហរណ៍បើមិត្តរួមការងារនិយាយអ្វីមិនល្អធ្វើឲ្យអ្នកមិនសប្បាយចិត្តអ្នកអាចមានអារម្មណ៍ខឹងភ្លាមតែបើអ្នកឈប់មួយភ្លែតហើយសង្កេតថានេះខ្ញុំកំពុងខឹងអ្នកនឹងមានឱកាសមុនពេលឆ្លើយតប
ប្រហែលជាអ្នកនឹងជ្រើសរើសនិយាយដោយភាសាស្រួលបួលជំនួសការឆ្លោះប្រកែកការយល់អារម្មណ៍របស់ខ្លួនឯងនឹងជួយឲ្យអ្នកយល់អារម្មណ៍អ្នកដទៃផងដែរនៅពេលដែលអ្នកយល់ពីខ្លួនឯងនិងមានអារម្មណ៍យ៉ាងដូចម្តេចអ្នកក៏អាចយល់ថាអ្នកដទៃក៏អាចមានអារម្មណ៍យ៉ាងដូចនោះដែរវាធ្វើឲ្យអ្នកក្លាយជាមនុស្សដែលមានការយល់ចិត្តនិងអត់ធ្មត់ចំពោះអ្នកដទៃការសង្កេតអារម្មណ៍ក៏អាចហ្វឹកហាត់ជាប្រចាំថ្ងៃបានដែរនៅពេលជប់មុនពេលចូលគេងអ្នកអាចសួរខ្លួនឯងថាថ្ងៃនេះខ្ញុំមានអារម្មណ៍អ្វីខ្លះតើអ្វីដែលធ្វើឲ្យខ្ញុំរីករាយតើអ្វីដែលធ្វើឲ្យខ្ញុំតានតឹងឬខឹងការសួរសំណួរទាំងអស់នេះកាន់តែធ្វើឲ្យអ្នកស្គាល់ខ្លួនឯងកាន់តែច្បាស់ហើយនៅពេលដែលអ្នកស្គាល់ខ្លួនឯងកាន់តែច្បាស់អ្នកក៏អាចគ្រប់គ្រងជីវិតរបស់អ្នកកាន់តែល្អផងដែរត្រូវចាំថាអារម្មណ៍មិនមែនជាសត្រូវរបស់អ្នកទេវាគ្រាន់តែជាសារដែលប្រាប់ពីអ្វីម្យ៉ាងដែលកំពុងកើតឡើងក្នុងចិត្តរបស់អ្នកតែប៉ុណ្ណោះប៉ុន្តែអ្នកត្រូវតែស្ដាប់វាស្គាល់វានិងជ្រើសរើសសកម្មភាពដោយប្រាជ្ញាពេលអ្នកចេះសង្កេតនិងដាក់ឈ្មោះអារម្មណ៍របស់អ្នកបានអ្នកកំពុងបើកទ្វារមួយទៅកាន់ជីវិតដែលមានសេចក្តីសុខនៅក្នុងចិត្តការគិតច្បាស់លាស់ការសម្រេចចិត្តដោយប្រើបញ្ញានៅពេលនោះអារម្មណ៍មិនមែនជាអ្វីដែលបញ្ជាជីវិតរបស់អ្នកទៀតទេផ្ទុយទៅវិញអ្នកនឹងក្លាយជាម្ចាស់លើអារម្មណ៍និងម្ចាស់លើជីវិតរបស់ខ្លួនឯងអនុវត្តការដកដង្ហើមវែងៗនៅពេលអារម្មណ៍ពុះកញ្ជ្រោលមនុស្សភាគច្រើនមានទម្លាប់ឆ្លើយតបភ្លាមពេលខឹងជើងនិយាយអ្វីមួយដោយមិនបានគិតពេលតានតឹងឬភ័យខ្លាចជើងធ្វើសកម្មភាពដោយចិត្តប្រញាប់ប្រញាល់ប៉ុន្តែសកម្មភាពដែលកើតឡើងចេញពីអារម្មណ៍មិនល្អជាញឹកញាប់នាំឲ្យយើងស្ដាយក្រោយដូច្នេះមុនពេលអ្នកនិយាយអ្វីមួយនៅពេលមានអារម្មណ៍កំពុងក្តៅក្រហាយចូលឈប់មួយផ្លែតហើយធ្វើវិធីសាស្ត្រដ៏សាមញ្ញមួយដែលអាចជួយឲ្យចិត្តស្ងប់វិញបានវាគឺជាវិធីសាស្ត្រដកដង្ហើមវិធីសាស្ត្រនេះមើលទៅសាមញ្ញណាស់ប៉ុន្តែវាមានអំណាចខ្លាំងណាស់ក្នុងការបន្ថយអារម្មណ៍តានតឹងនិងធ្វើឲ្យខួរក្បាលត្រឡប់ទៅជាស្ងប់ស្ងាត់វិញនេះជារបៀបអនុវត្តដង្ហើមរបស់អ្នក 1. ដកដង្ហើមចូលជឺតៗមួយតាមច្រមុះរយៈពេល4វិនាទី 2. ផ្អាកដង្ហើមក្នុងខ្លួន7វិនាទី 3. បន្ទាប់មកដកដង្ហើមចេញតាមមាត់8វិនាទីអ្នកអាចធ្វើចលនានេះម្ដងហើយម្ដងទៀតប្រហែល3ទៅ5ដងត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះអ្នកនឹងមានអារម្មណ៍ថាចិត្តកំពុងតែស្ងប់និងស្រួលឡើងវិញមូលហេតុដែលវិធីនេះមានប្រសិទ្ធភាពដោយសារដង្ហើមដែលមានការភ្ជាប់ជាមួយប្រព័ន្ធប្រសាទរូបរាងកាយនៅពេលអ្នកខឹងឬភ័យខ្លាចដង្ហើមរបស់អ្នកនឹងដកញាប់និងខ្លីៗតែពេលអ្នកដកដង្ហើមជឺតៗនិងវែងប្រព័ន្ធប្រសាទនឹងទទួលសញ្ញាថារូបរាងកាយកំពុងស្ថិតនៅក្នុងស្ថានភាពសុវត្ថិភាពជាលទ្ធផលចិត្តអ្នកនឹងចាប់ផ្ដើមស្ងប់ការគិតនឹងច្បាស់ឡើងហើយអ្នកអាចធ្វើការគិតបានប្រសើរជាងមុនឧទាហរណ៍ក្នុងជីវិតប្រចាំថ្ងៃនៅពេលអ្នកស្មានថាអ្នកណាម្នាក់និយាយឲ្យអ្នកមិនសប្បាយចិត្តហើយអ្នកឆ្លើយតបភ្លាមអាចជាចំនួនដ៏ខ្លាំងក្លាមួយប៉ុន្តែបើអ្នកឈប់មួយផ្លែតហើយអនុវត្តការដកដង្ហើម4 7 8 2-3 ដងអារម្មណ៍ក្តៅក្រហាយរបស់អ្នកនឹងថយចុះពេលនោះអ្នកអាចសម្រេចចិត្តនិយាយដោយស្រួលឬមិនចាំបាច់និយាយក៏បានវិធីសាស្ត្រនេះមិនត្រឹមតែជួយនៅពេលដែលអ្នកខឹងប៉ុណ្ណោះទេវាអាចជួយនៅពេលអ្នកមានអារម្មណ៍តានតឹងខ្លាចឬពិបាកផ្ដោតអារម្មណ៍មនុស្សជាច្រើនក៏ប្រើវិធីសាស្ត្រដកដង្ហើម4 7 8មុនពេលចូលគេងដែលជួយឲ្យចិត្តស្ងប់និងស្រួលគេងលក់ផងដែរសូមចង់ថាពេលខ្លះការផ្លាស់ប្ដូរដ៏ធំបំផុតនៅក្នុងជីវិតមិនមែនមកពីការសម្រេចចិត្តលើរឿងសំខាន់នោះទេតែវាកើតចេញពីសកម្មភាពតូចតាចដែលយើងអនុវត្តជារៀងរាល់ថ្ងៃ
ការដកដង្ហើមជឿតៗដោយមានស្មារតីគឺជាវិធីងាយស្រួលមួយអាចជួយឲ្យអ្នកមានការគ្រប់គ្រងអារម្មណ៍ដោយមានប្រសិទ្ធភាពនៅពេលអ្នករៀនគ្រប់គ្រងអារម្មណ៍របស់អ្នកប្រៀបដូចជារៀនគ្រប់គ្រងជីវិតរបស់អ្នកផងដែរហើយមនុស្សដែលអាចគ្រប់គ្រងអារម្មណ៍បានគឺជាមនុស្សដែលអាចដឹកនាំខ្លួនឯងទៅកាន់សេចក្តីសុខនិងភាពជោគជ័យកុំទាន់សម្រេចចិត្តនៅពេលកំពុងខឹងក្នុងជីវិតប្រចាំថ្ងៃរបស់មនុស្សយើងតែងតែមានពេលជួបអារម្មណ៍ខឹងខ្លាំងពេលខ្លះជើងមានអារម្មណ៍សប្បាយចិត្តខ្លាំងពេលខ្លះជើងមានអារម្មណ៍ខឹងខ្លាំងឬខកចិត្តយ៉ាងខ្លាំងនៅពេលដែលអារម្មណ៍ឡើងដល់កម្រិតខ្ពស់បែបនេះខួរក្បាលរបស់យើងមិនសូវគិតដោយហេតុផលទេវាច្រើនតែឆ្លើយតបដោយអារម្មណ៍ទៅវិញហេតុនេះហើយបានជាមានច្បាប់មាសមួយដែលមនុស្សភាគច្រើនតែងតែឮពាក្យនេះកុំសន្យានៅពេលសប្បាយចិត្តខ្លាំងហើយកុំសម្រេចចិត្តនៅពេលខឹងខ្លាំងពេលដែលសប្បាយចិត្តខ្លាំងយើងតែងតែសន្យាអ្វីមួយលើសពីសមត្ថភាពរបស់ខ្លួនឯងហើយពេលដែលយើងខឹងខ្លាំងយើងអាចសម្រេចចិត្តតែប៉ះពាល់ដល់ទំនាក់ទំនងការងារឬអនាគតរបស់យើងបន្ទាប់ពីអារម្មណ៍ស្ងប់វិញយើងច្រើនតែមានអារម្មណ៍ស្ដាយក្រោយអារម្មណ៍ខ្លាំងក្លាប្រៀបដូចជាភ្លើងបើសិនបើយើងប្រើវាដោយប្រាជ្ញាវាជាថាមពលតែបើវាក្តៅពេកវាអាចដុតបំផ្លាញអ្វីៗជាច្រើនដូច្នេះនៅពេលអ្នកមានអារម្មណ៍ថាចិត្តខាងក្នុងរបស់អ្នកកំពុងតែឡើងកម្ដៅសូមប្រាប់ខ្លួនឯងឲ្យផ្អាកមួយភ្លែតជំហានសាមញ្ញមួយគឺកុំធ្វើការសម្រេចចិត្តភ្លាមអ្នកអាចនិយាយជាមួយខ្លួនឯងថាខ្ញុំអាចគិតរឿងនេះនៅពេលក្រោយឬខ្ញុំត្រូវការពេលបន្តិចសិនមុននឹងសម្រេចចិត្តការផ្អាកតែបន្តិចនេះអាចជួយឲ្យអ្នកជៀសវាងកំហុសធំៗជាច្រើនក្នុងជីវិតហេតុអ្វីការរងចាំមានសារៈសំខាន់នៅពេលអ្នកមានអារម្មណ៍ខឹងឬតានតឹងខួរក្បាលផ្នែកទាក់ទងនឹងអារម្មណ៍នឹងធ្វើការខ្លាំងជាងធម្មតាខួរក្បាលផ្នែកគិតដោយមានហេតុផលនិងការវាយតម្លៃលទ្ធផលវិញនឹងធ្វើការថយចុះនេះហើយជាមូលហេតុដែលធ្វើឲ្យមនុស្សមួយចំនួននិយាយពាក្យដែលប៉ះពាល់ដល់អ្នកដទៃឬធ្វើសកម្មភាពដែលពួកគេតែងតែស្ដាយក្រោយនៅពេលបន្ទាប់ប៉ុន្តែនៅពេលដែលអ្នកទុកពេលវេលាឲ្យខ្លួនឯងបន្តិចប្រហែលជា2ទៅ3នាទី2ទៅ3ម៉ោងឬក៏មួយថ្ងៃអារម្មណ៍របស់អ្នកនឹងចាប់ផ្ដើមស្ងប់